ការដាំបន្លែនេះក៏ជួយដល់ជីវភាពកសិករនៅក្នុងប្រទេសកម្ពុជាកន្លងមកក្នុងការសហការជាមួយ Hyfer គឺយើងបានធ្វើការជាមួយកសិករតាមសហគមន៍ដែលយើងផ្ដោតទៅលើខាងសហគមន៍នៅខាងកំពង់ស្ពឺហើយនិងសហគមន៍នៅខាងតាកែវអញ្ចឹងនៅក្នុងកិច្ចសហការនេះគឺយើងបានបន្តបដាកសិករជាច្រើនទៅលើ Climate Smart Agriculture គឺបច្ចេកទេសឲ្យគាត់ធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុមកដល់ពេលនេះកសិកររបស់យើងបានទទួលសញ្ញាបត្រពីអាកាសយានដ្ឋានកសិកម្មដែលជាស្តង់ដាររបស់កសិកម្មល្អឬក៏យើងហៅថាបន្លែសុវត្ថិភាពនៅពេលដែលគាត់បានស្តង់ដារទាំងនោះបន្លែគាត់ដែលលក់នៅលើទីផ្សារគឺយើងអាចបិទ QR code កសិផលដែលបានសញ្ញាបត្រ Chemgate ទាំងនេះនៅលើតាមបណ្ដាផ្សារទំនើបនានានៅរាជធានីភ្នំពេញដោយចំណាំ QR code ទាំងនេះចំណូលក៏យកទៅបែបជាយើងអាចតែទិញជីទិញអុយមកធ្វើជាសារថ្មីទៀតជួលក៏មានកម្រៃតិចតួចគឺសម្រាប់ឲ្យកូនរៀនខ្ញុំគឺដាំស្ពៃកញ្ញាញ់នៅក្នុងផ្ទះសណាញ់ក្នុងមួយខែអាចតែបាន200គីឡូឬក៏លើសនោះតិចតួចតម្លៃសម្រាប់រាល់ថ្ងៃនេះបាន2000 1គីឡូ2000ចាមួយខែបាន400000ក្នុង200គីឡូស្ពៃមុនពីបានជំនួយពី Hyper ខ្ញុំប្រើតែកម្លាំងខ្លួនឯងរែកទឹកក្នុងមួយខែបានតែត្រឹម1លាន2លានអីទេបើបានថ្លៃក៏បាន2លានអីតាណាក្រោយបានជំនួយពី Hyper ខ្ញុំរកបានពី5លានទៅ7លានអីតែបានថ្លៃខ្ញុំបានទៅដល់7លានខ្ញុំបានទៅរៀនធ្វើជីកំប៉ុស្តមកវិញខ្ញុំដាំដាក់ជីកំប៉ុស្តវាបានផលកាន់តែច្រើនខ្ញុំបានរៀននៅអង្គការ Hyper បច្ចេកទេសជីកំប៉ុស្តទឹកនិងជីកំប៉ុស្តគោកហើយនឹងវគ្គបណ្ដុះបណ្ដាលថាបង្លែបង្ការខ្ញុំបានច្រើនកើនជាងមុនតែពេលខ្ញុំរៀនជីកំប៉ុស្តធ្វើជីកំប៉ុស្តហើយខ្ញុំអត់បានទិញជីគេទេខ្ញុំធ្វើខ្លួនឯងដាក់តលែខ្លួនឯងពីបានធ្វើជីកំប៉ុស្តខ្លួនឯងដោយថាលឹកបានលូតលាស់ល្អហើយបានផលជាងមុនហើយផ្លែក៏ឆ្ងាញ់ជាងមុនដែរខ្ញុំទិញមកពីមាសបៃតងបងដោយសារមាសបៃតងហ្នឹងគាត់មានពងស្រាពីសហគមន៍មួយកសិករអញ្ចឹងណាអញ្ចឹងមិនខ្ញុំជ្រើសរើសមកផ្សារធីតាបៃតងទិញតាមពីគាត់អាយុ5ខែដល់ធំគឺខ្ញុំឲ្យគាត់ញ៉ាំបន្លែធម្មជាតិមកដោយសារចង់ឲ្យគាត់សុខភាពល្អអញ្ចឹង